សម្រាប់បងប្អូនដែលចង់បង្កើត Gmail account ណាសម្រាប់នៅលើទូរស័ព្ទ iPhone ឬក៏ទូរស័ព្ទ Android យើងអាចបង្កើតបានដូចគ្នាយើងអាចចូលទៅក្នុង Chrome ឬក៏ Safari សម្រាប់ខ្ញុំយក Safari រួចហើយយើងចូលទៅក្នុងកន្លែង Google មកបន្ទាប់មកយើងចូលទៅក្នុងប្រអប់ដែលខ្ញុំបានគូហ្នឹងហើយយើងវាយថា create Gmail account CREATE clear GMAIL clear មក ACCOUNT ហើយបើបងប្អូនឃើញយើងចុចកន្លែងប៊ូតុងស្វែងរកខាងក្រោមមកឬហើយយើងយកអា create a Gmail account តមកទៀតយើងអស់វាទៅលើយកពាក្យថា create earn account បើបងប្អូនមាន Gmail ស្រាប់វាលោតដូចខ្ញុំអញ្ចឹងហើយបន្តមកយើងចូលទៅក្នុងបញ្ចូលគណនីផ្សេងមកណាហើយយើងចូលទៅកន្លែងពាក្យថាបង្កើតគណនីហើយយើងយកពាក្យថាសម្រាប់ការប្រើប្រាស់តខ្លួនហើយបងប្អូនដាក់ឈ្មោះអីក៏ដាក់ទៅតាមឈ្មោះបងប្អូនក៏បានឬក៏ឈ្មោះអ្នកណាក៏បានដែរយើងវាយអក្សរតាមហ្នឹងមកហើយយើងចុចបន្តទៅថ្ងៃខែឆ្នាំកណាត់យើងអាចដាក់ថ្ងៃកណាត់យើងក៏បានឬក៏ចង់បង្កើតដាក់ថ្ងៃខែឆ្នាំផ្សេងក៏បានដែរធ្វើម៉េចឲ្យយើងគ្រប់អាយុ18ឆ្នាំហើយបើបងប្អូនប្រុសដាក់ប្រុសស្រីដាក់ស្រីទៅសម្រាប់ខ្ញុំដាក់ប្រុសរួចហើយយើងចុចពាក្យថាបន្តសម្រាប់ Gmail នេះវាលោតឲ្យយើងស្រាប់បើសិនជាបងប្អូនរើសខាងលើ2ហ្នឹងពេញចិត្តមួយណាក៏បានតែបើយើងអត់ពេញចិត្តយើងអាចយកខាងក្រោមហើយយើងយកបង្កើតខ្លួនឯងសម្រាប់ខ្ញុំយកកដាលតមកនេះមកដល់កន្លែងបង្កើតពាក្យសម្ងាត់ខាងលើខាងក្រោមយើងដាក់ដូចគ្នាយើងដាក់ដំបូងអក្សរធំមួយទៅដាក់ឈ្មោះបងប្អូនទៅដាក់អក្សរធំមួយហើយយើងដាក់លេខយើងដាក់ឆ្លាស់គ្នាទៅឬក៏1 2 3 4ហើយយើងដាក់សញ្ញា add វាសញ្ញា add Gmail ក៏បានសញ្ញាដុល្លារសញ្ញាត្រង់ជ្រូកអីទៅយើងដាក់វាឲ្យដូចគ្នាដែរដើម្បីឲ្យពាក្យសម្ងាត់យើងវារឹងមាំហើយយើងចុចលើវាទៅយើង copy យកមកដាក់ក៏បានឬក៏វាយបញ្ចូលដូចគ្នាទៀតទៅក៏បានដែរតែសម្រាប់ខ្ញុំចុច copy មកយើងផាសទៅហើយយើងចុចបន្តអានេះយើងវា load save password អានឹងបងប្អូនបើ load យើងចុច note ណានេះទៅហើយយើងដាក់លេខទូរស័ព្ទដែលយើងប្រើនៅលើទូរស័ព្ទហ្នឹងពេលខ្លះវាអត់ទាមទារលេខទូរស័ព្ទទេបងប្អូនបើយើងទាមទារយើងវាយបញ្ចូលទៅហើយយើងចុចបន្តទៅដោយសារលេខនេះវារបស់យើងធ្លាប់បង្កើតពីមុនអញ្ចឹងវាអត់យកទេអញ្ចឹងយើងដាក់លេខថ្មីចុចបន្តទៅហើយយើងចាំលេខកូដផ្ញើសារនេះបងប្អូនឃើញ92 8593នេះយើងវាយបញ្ចូលក្នុងនឹងមក92 8593rồiយើងចុចហើយយើងដាក់ចុចវាបន្តទៀតGmail សង្គ្រោះនេះបើយើងអត់មានទេយើងចុចរំលងទៅបងប្អូនrồiហើយយើងចុចពាក្យបន្តតមកយើងអស់ទៅក្រោមយើងចូលពាក្យថាខ្ញុំយល់ប្រូមកអង្ចាំបន្តិចទៅនេះបងប្អូនយើងបង្កើតហើយអញ្ចឹងយើងចូលទៅខាងលើកន្លែងអក្សរហ្នឹងយើងចូលខាងស្ដាំដៃខាងលើហ្នឹងឬហើយយើងដាក់បញ្ចូលទូរស័ព្ទស្ដារនេះពេលយើងចូលមកយើងវាយលេខទូរស័ព្ទយើងបញ្ចូលទៅអាហ្នឹងវាធ្វើឲ្យ Gmail យើងអត់ងាយខូចទេបងប្អូនហើយយើងចុចរក្សាទុកទៅតែប៉ុណ្្នឹងទៅយើងរួចរាល់ហើយយើងថយមកក្រោយវិញទៅតែប៉ុណ្្នឹងបងប្អូនអាចប្រើ Gmail បានធម្មតា
ហើយវាអត់ងាយខូចទេមិនដូច Gmail យើងបង្កើតអត់ដាក់លេខទូរស័ព្ទកាត់ឲ្យខូច